និយាយថាអ្នកខ្លះក៏ឆ្ងល់អ្នកស្រែអ្នកចំការខ្លះមិនបានដឹងតែខាតហើយនៅតែដាំបងប្អូនឈប់ឆ្ងល់ទៅបើយើងមិនធ្វើស្រែធ្វើចំការមានមុខរបរអីផ្សេងបើមុខរបរមានតែប៉ុណ្្នឹងហ្នឹងបងប្អូនដាំនឹងដាំសង្ឃឹមថាបានថ្លៃណាបងប្អូនបើវាមិនបានថ្លៃទៀតមិនដឹងធ្វើម៉េចមានតាមកម្មទៅទាំងអ្នកធ្វើស្រែ